សួស្តីអ្នកទាំងអស់គ្នាមកកាន់ Channel Bona Food ថ្ងៃនេះខ្ញុំមានមុខម្នួយមួយឈ្មោះថាឆាគ្រឿងខ្ទិះដូងក្តាមសមុទ្រអញ្ចឹងបងប្អូនយុវវ័យណាដែលមិនទាន់ចេះបងប្អូនអាចមើលវីដេអូនេះបានណាអាចមើលហើយយកទៅធ្វើបានបងប្អូនណាបាទឥឡូវមកខាត់ពេលយូរដំបូងយើងត្រូវលាងលាងក្តាមឲ្យស្អាតហើយយើងបកស្កៃវាចេញឲ្យអស់ស្កៃរបស់វាហ្នឹងបងប្អូនណាបាទយើងលាងយើងបកបែបហ្នឹងដូចក្នុងវីដេអូខ្ញុំអញ្ចឹងយើងបកវាស្អាតយើងត្រូវលាងវា2-3 ទឹកបងប្អូនណាលាងឲ្យស្អាតបកដូចខ្ញុំមើលក្នុងវីដេអូអញ្ចឹងហើយចង់បញ្ជាក់តិចបងប្អូនណាក្តាមដែលខ្ញុំយកមកថតនេះគឺ1 គីឡូបងប្អូនណាហើយពិសេសបងប្អូនហើយមើលឃើញអត់ស្ទើរតែខ្លាញ់ក្តាមសេះកាលណាដែលយើងយកមកស្រង់បងប្អូនឆាមកឆ្ងាញ់ណាស់វាជាពិសេសវាមានសាច់តែមានខ្ទិះឥឡូវយើងបានលាងហើយណាបងប្អូនណា3ទឹកឥឡូវទី2បងប្អូនណាត្រូវយកក្តាមដែលយើងលាងស្អាតហ្នឹងយកមកកាត់ជា2អញ្ចឹងណាបងប្អូនណាដើម្បីឲ្យយើងឆាទៅវាចូលជាតិហើយវាឆ្ងាញ់វាមានសុខភាពស្អាតបងប្អូនណាយើងកាត់បែបហ្នឹងឲ្យអស់បងប្អូនកាត់ឲ្យស្អាតតោះឥឡូវយើងទៅរកគ្រឿងម្ដងគ្រឿងទី1យើងត្រូវរកម្ដេងហាន់វាជាចំណិតបន្ទាប់មកលឹកក្រូចបងប្អូនហើយយើងមានគ្រឿងប៉ុណ្នេះបងប្អូនណាដូចជាម្ដេងខ្ទឹមល្មៀតនិងកូនលខីលឹកក្រូចនិងខ្ទឹមសហើយបន្ទាប់មកយើងបុកខ្ទឹមសបុកម្ដេងល្មៀតចូលគ្នាទាំងអស់បងប្អូនណាហើយយើងបុករៀងម៉ត់បន្តិចយើងបុកបែបហ្នឹងបងប្អូនបុកចូលបុកឡើងរហូតណាបងប្អូនណាថ្ងៃបុកតតែរហូតតតែវាមានរៀងម៉ត់បងប្អូនណាវារៀងម៉ត់បន្តិចពេលដែលយើងម៉ត់ប៉ុណ្ណឹងហើយយើងដាក់គ្រឿងគល់ក្រៃចូលហ្នឹងបងប្អូនណាគល់ក្រៃដែលយើងហាន់ហើយហ្នឹងយើងបុកឲ្យម៉ត់តោះឥឡូវយើងដល់ទី2យើងបុកម៉ត់បានប៉ុណ្ណឹងបងប្អូនណាហើយឥឡូវយើងយកទៅរកកន្លែងឆាទាំងអស់គ្នាកន្លែងឆាយើងត្រូវយកមករៀបទាំងអស់អញ្ចឹងណាបងប្អូនណាដូចមានដូចជាគ្រឿងគល់ក្រៃដែលយើងបុកនិងម្ទេសច្រាំហើយនិងទឹកខ្ទិះដូងបាទឥឡូវយើងចូលទៅឆាទាំងអស់គ្នាមុនចាក់ខ្លាញ់មកសមរម្យហើយយើងដាក់វាក្តៅហើយយើងដាក់ខ្ទឹមសចូលយើងច្រាំខ្ទឹមសផងបងណាដល់ពេលយើងដាក់ចូលយើងកូរចូលកូរឡើងរហូតបងប្អូនតតែវារៀងក្រហមព្រៀងបងប្អូនណាហ្នឹងឥឡូវក្រហមព្រៀងបែបហ្នឹងហើយយើងដាក់គ្រឿងចូលញីចុះញីឡើងហើយយើងចាក់ទឹកកលែងនឹងចានបន្តិចអាគ្រឿងជាប់ហ្នឹងឲ្យវាមានពុះហើយវារៀងឈ្ងុយគ្រឿងបន្តិចបងប្អូនណាវាដាក់ឈ្ងុយគ្រឿងហើយយើងដាក់ទឹកត្រីពីល្ភាស្ករ2ស្លាបព្រាកន្លះអីចឹងទៅប៊ីចេង1ល្ភាកន្លះអីចឹងទៅហើយរ៉ាឌីមួយចុងល្ភាបានបងប្អូនណាហើយថែមប្រេងខ្យងផងកូរចូលកូរឡើងដល់វាឈ្ងុយចឹងបងប្អូនណាហើយបន្ទាប់មកយើងដាក់ខ្ទិះដូងដែលយើងដាក់នៅចិត្តចានយើងហ្នឹងហើយយើងកូរអញ្ចឹងបែបហ្នឹងមកបងប្អូនហើយយកខ្ទិះដូងជាប់នឹងចានហ្នឹងយកទៅកលែងទឹកចាក់ថែមទីទៀតបងប្អូនណាហ្នឹងហើយបន្ទាប់មកយើងទុកចោលឲ្យវាពុះហើយយើងថែមដោះគោខាប់ហើយជាមួយស្លាបព្រាទៀតបងប្អូនពុះបែបហ្នឹងហើយបានដល់ពេលវាពុះសពបងប្អូនចាក់ក្តាមចូលច្បល់បែបហ្នឹងបងប្អូនច្បល់ចុះច្បល់ឡើងវាចូលជាតិបងប្អូនណាដល់វាចូលជាតិហើយយើងទុកចោលប្រហែលជា6ទៅ7នាទីត្រឡប់ចុះត្រឡប់ឡើងរហូតបងប្អូនហើយ6នាទីវានឹងឆ្អិនហើយបងប្អូនណាបាទតែប៉ុណ្ណឹងយើងចប់ជាការស្រេចតោះឥឡូវទៅមើលលទ្ធផលទាំងអស់គ្នាបាទឥឡូវចេញមកបងប្អូនលទ្ធផលគឺបែបហ្នឹងឆ្ងាញ់តែម្ដងបងប្អូនណាបងប្អូនអាចយកទៅទទួលទានបានយកទៅក្លែមក៏បានបាទអញ្ចឹងមកបងប្អូនពេញចិត្តនឹងវីដេអូបងប្អូនកុំភ្លេចជួយចុច like វីដេអូហើយនឹង subscribe ឲ្យខ្ញុំបាទ admin ម្នាក់មួយផងបងប្អូនណាសង្ឃឹមថាបងប្អូនចិត្តល្អ
ដល់កូនខ្មែរម្នាក់នេះអរគុណបងប្អូនសម្រាប់ការមើលវីដេអូជួបគ្នានៅវីដេអូក្រោយបាយបាយ